ផែនការល្អសម្រាប់ថ្ងៃនេះប្រសើរជាងផែនការដ៏អស្ចារ្យសម្រាប់ថ្ងៃស្អែកការផ្សងព្រេងដ៏អស្ចារ្យបំផុតដែលអ្នកអាចធ្វើបានគឺការរស់នៅក្នុងជីវិតតាមក្តីសុបិនរបស់អ្នកគេងលក់ជាមួយក្តីសុបិនភ្ញាក់ឡើងជាមួយផែនការរស់នៅជាមួយការធ្វើដំណើរវិធីល្អបំផុតដើម្បីបង្កើតទំនុកចិត្តគឺធ្វើអ្វីដែលអ្នកខ្លាចនឹងធ្វើវាកុំភ័យខ្លាចចាប់ផ្ដើមឡើងវិញព្រោះលើកនេះអ្នកមិនមែនចាប់ផ្ដើមពីសូន្យទេប៉ុន្តែអ្នកចាប់ផ្ដើមពីបទពិសោធន៍មនុស្សខ្លះចូលមកក្នុងជីវិតអ្នកដើម្បីជាពរប៉ុន្តែមនុស្សខ្លះវិញចូលមកដើម្បីជាបទពិសោធន៍ឲ្យអ្នករៀនសូត្រព្រះមានផែនការនិងហេតុផលរបស់ទ្រង់ខណៈពេលខ្លះយើងត្រូវឆ្លងកាត់រឿងរ៉ាវមួយចំនួនដើម្បីរៀនមេរៀនសំខាន់ៗពេលវេលាលំបាកតែងតែមានដើម្បីសាកល្បងភាពក្លាហានរបស់មនុស្សម្នាក់